ហុងស៊ុយកន្លែងមិនគួរដាក់អំបោសក្នុងទំនៀមចិនបុរាណហុងស៊ុនគឺជាវិជាដែលរៀបចំបរិយាកាសជុំវិញគេដើម្បីទាក់ទាញសំណាងលន់ទ្រព្យនិងសុខភាពល្អបាននិយាយពីការដាក់អំបោសជារបស់បាញ់ក្លិនឬថ្នាំបំបាត់ក្លិននៅក្នុងផ្ទះឬកន្លែងធ្វើការមានទីតាំងមួយចំនួនមិនគួរដាក់អំបោសដូចខាងក្រោម 1. មុខទ្វារប្រសិនបើជាទ្វារចម្បងមិនគួរដាក់អំបោសចំមុខទ្វារចេញចូលបែបដំបងព្រោះវាអាចបញ្ឈប់ថាមពលល្អឃ្លីឲ្យចូលមិនបានអំបោសមានក្លិនខ្លាំងនិងធ្វើឲ្យបណ្ដាញថាមពលកាន់តែក្លាក 2. បន្ទប់គេងមិនគួរដាក់អំបោសខ្លាំងក្នុងបន្ទប់គេងព្រោះវាអាចរំខានដល់ចិត្តនិងការគេងហុងស៊ុយណែនាំឲ្យប្រើក្លិនធម្មជាតិឬអូមគ្រឿងស្រស់បន្ថែមស្ងប់ស្ងាត់ជាង 3. ខាងលើទូបាយបើដាក់អំបោសនៅលើទូបាយឬនៅកន្លែងទុកអាហារអាចនាំឲ្យថាមពលល្អបាត់បង់និងនាំគ្រោះថ្នាក់ខាងសុខភាព 4. បន្ទប់ទឹកបាយជាប់ផ្ទះបាយមិនគួរដាក់អំបោសខ្លាំងនៅបន្ទប់ទឹកជាប់ផ្ទះបាយព្រោះវាជាចំណុចទាក់ទងនឹងទ្រព្យសម្បត្តិនិងសុខភាព 5. ក្រោមជណ្ដើរកន្លែងក្រោមជណ្ដើរមានលក្ខណៈថាមពលស្តង់លិចមិនគួរដាក់អំបោសខ្លាំងព្រោះវាអាចបង្កការប៉ះទង្គិចថាមពល 6. ចិត្តទំនល់អគ្គិសនីឬកន្លែងច្រើនឧបករណ៍អេឡិចត្រូនិកការដាក់អំបោសនៅក្បែរឧបករណ៍អេឡិចត្រូនិកធ្វើឲ្យថាមពលវិជ្ជមានបណ្ដាលឲ្យខូចប្រព័ន្ធថាមពលចម្បង